អ្នកនរគ្នាថ្មីហ្នឹងមានព័ត៌មានមួយដែល viral ខ្លាំងមែនទែននៅលើបណ្ដាញសង្គមរបស់ខាងសហរដ្ឋអាមេរិកដោយសារតែប៉ូលីសគាត់បានរកឃើញថាមានក្មេង16នាក់ដែលត្រូវបានគេឃុំឃាំងធ្វើទរណកម្មនៅក្នុងផ្ទះមួយដែលឃុំនៅក្នុងបន្ទប់មានប្រវែងប្រហែលជា3ម៉ែត្រកន្លះគុណនឹង3ម៉ែត្រកន្លះគេដាក់ក្មេងទាំង16នាក់ហ្នឹងឲ្យនៅជុំគ្នាហ្មងករណីហ្នឹងគឺការឡើងនៅ Hamden Ohio សហរដ្ឋអាមេរិកជាភូមិមួយដែលមានមនុស្សរស់នៅអត់ច្រើនម៉ានេះអាចប្រហែលជាខ្ទង់1000នាក់ហើយកាលពីថ្ងៃទី30ខែមិថុនាកន្លងមកហ្នឹងជាថ្ងៃដែលប៉ូលីសគាត់បានចុះទៅឆែកឆេរផ្ទះមួយកន្លែងហើយតាក់ទងជាមួយនឹងមូលហេតុថាហេតុអីក៏នាំទៅដល់ឲ្យមានការសង្ស័យពីខាងប៉ូលីសហើយចុះឆែកឆេរហ្នឹងក៏យើងអត់ទាន់ដឹងច្បាស់ដែរនៅពេលដែលប៉ូលីសចូលទៅដល់ផ្ទះហ្នឹងគាត់សឹងតែមិនជឿហ្មងថាមានក្មេងរហូតដល់16នាក់នៅក្នុងហ្នឹងដោយសារតែអីដែលគាត់បានឃើញគឺផ្ទះហ្នឹងពោពេញទៅដោយសម្រាមកាក់សំណល់ឬក៏និយាយម្យ៉ាងទៀតរបៀបលាមកទឹកនោមហើយធំក្លិនសាហាវខ្លាំងមែនតើប៉ូលីសថាគាត់ចូលទៅនឹងគឺគាត់ទ្រាំអត់បាននេះនៅក្នុងផ្ទះហ្នឹងមានមនុស្សធំចំនួន4នាក់ដែលអ្នកទី1ដូចខ្ញុំដាក់រូបគាត់នៅខាងលើហ្នឹងគាត់មានឈ្មោះថា Gary Sider Jr. មានអាយុ36ឆ្នាំជាឪពុកហើយម្នាក់ស្រីខាងក្រោយនេះមានឈ្មោះ Elizabeth អាយុ33ឆ្នាំជាម្ដាយហើយមានមនុស្សចាស់2នាក់ទៀតដែលជាជីដូនហើយនិងជីតាអ្នកនរគ្នាច្បាស់ជាឆ្ងល់ហើយត្រូវអត់ថាក្មេងទាំង16នាក់ហ្នឹងមកពីណាពួកគាត់ជាអ្នកដែលអ្នក4នាក់នឹងចាប់ចម្រិតឬក៏មិនអីដែលហួសចិត្តគឺជាកូនបង្កើតរបស់ពួកគាត់ទាំងអស់ជាកូនបង្កើតជាចៅបង្កើតស្ដាប់អត់ច្រឡំទេ16នាក់ហ្នឹងគឺកូនរបស់គាត់ទាំងអស់ហើយមានអាយុចាប់ពី1ខួបកន្លះរហូតដល់18ឆ្នាំអញ្ចឹងកូនបងគេគឺកូនស្រីដែលមានអាយុ18ឆ្នាំហ្នឹងពេលប៉ូលីសទៅដល់គាត់ឃើញសភាពបងនាងគួរឲ្យអាណិតខ្លាំងមែនតើអ្នកនរថាគេដាក់ចង្វាក់គាត់ទៀតហើយគាត់អត់ចេះនិយាយទេពេលគេទៅដល់គេសួរថាមិនហើយមានរឿងអីកើតឡើងអញ្ចឹងគាត់បានតែប៊ីបបឺហើយមើលទៅសង្វ័យខ្លាំងមែនតើនៅពេលដែលខ្ញុំមើលវីដេអូហ្នឹងប៉ូលីសបាននិយាយទៀតថាក្មេងៗទៅ16នាក់ហ្នឹងការលូតលាស់របស់ពួកគាត់បាននិយាយទៅហាក់ដូចជាសត្វវាអត់ដូចមនុស្សព្រោះអីគាត់ត្រូវបានគេឃុំនៅក្នុងនោះអត់ដឹងថាយូរប៉ុណ្ណាហើយទេហើយអត់ដែរចេញមកក្រៅទេអញ្ចឹងសូម្បីតែនិយាយគាត់អត់ចេះនិយាយដែរហើយមួយទៀតទីតាំងដែលគាត់រស់នៅហ្នឹងបើថាក៏ខិចជាងកណ្ដោសម្រាមក៏ថាបានដែរវាពិបាកទទួលយកខ្លាំងមែនតើណាដល់ពេលអញ្ចឹងវាពោពេញទៅដោយបាក់តេរីពោពេញទៅដោយមេរោគធ្វើឲ្យគាត់ម្នាក់ហ្នឹងមានតែបញ្ហាសុខភាពហើយមានទាំងបញ្ហាផ្លូវចិត្តទៀតបន្ទាប់ពីការរកឃើញប៉ូលីសក៏បានបញ្ជូនក្មេងៗចំនួន7នាក់ទៅសម្រាប់ព្យាបាលនៅមន្ទីរពេទ្យទីក្រុង Columbus ហើយ2នាក់ទៀតត្រូវបានដឹកតាមអធិបតេយ្យយកទៅព្យាបាលនៅមណ្ឌលរបៀប Trauma Center របៀបព្យាបាលសុខភាពផ្លូវចិត្តហើយដូចជាមានម្នាក់ទៀតធ្ងន់ធ្ងរខ្លាំងមែនតើរហូតដល់គាត់ត្រូវដាក់បំពង់អុកស៊ីសែនដើម្បីជំនួយការដកដង្ហើមប៉ុន្តែឆ្ងល់អត់ថារឿងហ្នឹងវាកើតឡើងដោយរបៀបម៉េចអត់មានគេសង្ស័យហេតុអីក៏បដ ாய் ដល់ថ្នាក់មានបញ្ហារាប់ឆ្នាំហើយតំតែបែកធ្លាយនៅក្នុងថ្ងៃហ្នឹងខ្ញុំក៏អត់ដឹងច្បាស់ដែរហើយខ្ញុំនឹងព្យាយាមរកមើលបន្ថែមទៀតទៅនឹងព័ត៌មានហ្នឹងដោយសារតែឥឡូវហ្នឹងដូចជាគេកំពុងតែ process នាំ4អ្នកហ្នឹងទៅកាត់ទោសប៉ុន្តែខ្ញុំមិនដឹងថាគេសាកសួរចម្លើយឬក៏អីរបៀបម៉េចយកអត់ដឹងទេចាំមើលខ្ញុំនឹងរកមើលបន្ថែមទៀតទៅមួយរឿងក្តីហ្នឹងតែគ្រាន់តែថាបើតាមអ្នកចិត្តខាងគាត់និយាយប្រាប់តាំងពីគ្រួសារហ្នឹងមករស់នៅកន្លែងហ្នឹងមកគឺគាត់អត់ដែលឃើញកូនក្មេងទេមានថាសូម្បីតែសម្ៅកូនក្មេងក៏គាត់អត់ដែលឃើញដែរនៅក្នុងផ្ទះហ្នឹងហើយដល់ពេលប៉ូលីសទៅឆែកឆេរថាមានក្មេងរហូតដល់16នាក់អ្នកចិត្តខាងទាំងអស់គឺរបៀបគេឆ្ងល់ហ្មងគេភ្ញាក់ផ្អើលខ្លាំងមែនតើថាសូម្បីតែសម្ៅក៏អត់ដែលឃើញដែរមានន័យថាពួកគាត់ឃុំក្មេងៗហ្នឹងចិត្តហ្មងអត់ឲ្យសូម្បីតែអឺតកអឺតអីចេញតាមអួចមកទៅសាហាវខ្លាំងមែនតើតាមប៉ុន្តែខ្ញុំចង់ធ្វើឲ្យ detail ជាងហ្នឹងប៉ុន្តែដោយសារវារៀងក្តៅអញ្ចឹងខ្ញុំចង់ចេញវីដេអូនិយាយបន្តិចឲ្យហើយបើសិនជាមិនខ្ញុំនឹងអាចធ្វើវីដេអូបន្ត detail តាក់ទងនឹងរឿងក្តីហ្នឹងហ្មងប៉ុន្តែខ្ញុំចាំថានៅក្នុង channel YouTube របស់ខ្ញុំធ្លាប់ធ្វើតាក់ទងរឿងក្តីមួយ The Turpin Family Case រឿងក្តីហ្នឹងក៏មានលក្ខណៈស្រៀងនឹងដែរគាត់ឃុំឃាំងកូនរបស់គាត់នៅក្នុងផ្ទះនឹងដូចគ្នាហើយរបៀបដូចនិយាយរួមសេណារីយ៉ូទាំងអស់គឺដូចរឿងហ្នឹងហ្មងអញ្ចឹងបាទខ្ញុំមានអារម្មណ៍ថាប្រហែលជាគាត់ទាំង4នាក់ហ្នឹងមានបញ្ហាផ្លូវចិត្តដែលគេហៅម្យ៉ាងរបៀបមនុស្សដែលចូលចិត្តធំក្លិនសម្រាមធំក្លិនស្អុយហ្នឹងទៅធ្វើឲ្យពួកគាត់សប្បាយចិត្តខ្ញុំមិននិយាយថាមិនត្រូវទេតាមពិតអាហ្នឹងវាមានប្រភេទជំងឺអញ្ចឹងសម្រាប់អ្នកដែលអត់ទាន់ស្ដាប់តាក់ទងនឹងរឿងក្តីមួយដែលខ្ញុំនិយាយមុនហ្នឹងថាស្តៀងនឹងរឿងហ្នឹងអាចចូលទៅស្ដាប់បាននៅក្នុង YouTube channel របស់ខ្ញុំហើយសម្រាប់រឿងក្តីនេះជាមួយខ្ញុំនឹងព្យាយាមតាមដានបន្តទៀតហើយបើសិនជាមានអីអាប់ដេតខ្ញុំនឹងអាប់ដេតទៅអ្នកនរគ្នាខ្ញុំផ្លេចចាំមើលខ្ញុំនឹងកាត់
វីដេអូខ្លះៗដែលខ្ញុំឃើញនៅក្នុង TikTok មួយចំនួនតែទៅមួយស្ថានភាពនៅពេលដែលប៉ូលីសគាត់បានចូលទៅដល់ក្នុងផ្ទះហ្នឹងហើយជួបជាមួយនឹងក្មេងៗហ្នឹងហើយជំរាបដាក់ឲ្យអ្នកនរគ្នាបានមើលខ្លះ